សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតថៃរបស់ខ្ញុំដែលជាការបង្កើតខ្វែងរវាងពូជថៃភ័យយើងដែលយើងជាប់បឹងហ្នឹងជាមួយនឹងថៃញីថៃផ្លាកាត់ឬក៏ថៃម៉យើងហ្នឹងហើយចំពោះអាបានេះវិញជាសំណប់ចិត្តរបស់ខ្ញុំមួយដែរព្រោះត្រីនឹងស្អាតហើយកាចដូចជាកតុយវាគឺស្លឹកពោចំពោះមីញីវិញជាប្រភេទថៃផ្លាកាត់ឬថៃម៉យើងហ្នឹងខ្ញុំបានប៉នវាខ្ទង់កន្លះខែដែរឃើញឥឡូវពោះវាឡើងប៉ោងខ្លាំងហើយអ្វីដែលវាសំខាន់ទៀតនោះគឺមីញីយើងវាមានទំហំធំជាងឈ្មោះសង្ខាឈ្មោះ2ស្មើមីញី1អញ្ចឹងវាមានហានិភ័យតិចដែរខ្លាចតែញីយើងខាំមកឈ្មោះវិញអញ្ចឹងណាអញ្ចឹងតាមអ្នកទាំងគ្នាថាតើថៃភ័យខ្ញុំវាអាចជាពងជាមួយនឹងមីញីដែលមានទំហំធំជាងវាម្ដងហ្នឹងបានអត់អញ្ចឹងវិធីបង្កើតយើងជាហ៊ានទី1យើងត្រូវដាក់ភែវាមានថាដាក់ធៀបវាយើងដាក់ឲ្យអួតគ្នាមួយថ្ងៃ 2-3 ដងអញ្ចឹងទៅម្ដង10នាទីជាង20នាទីអញ្ចឹងទៅបើអ្នកខ្លះគេអាចបើកចោលរហូតក៏បានដែរដើម្បីឲ្យមមេហើយនឹងឈ្មោះវាស្គាល់គ្នាអញ្ចឹងណាអញ្ចឹងក៏ជួយកាត់បន្ថយហានិភ័យក្នុងការដែលវាខាំគ្នាអញ្ចឹងណាជាពិសេសបើសិនជាថៃញីក៏ថៃឈ្មោះមួយណាវាធំជាងខ្លាំងអញ្ចឹងណាអញ្ចឹងវាជួយកាត់បន្ថយបន្ទាប់ពីយើងដាក់វាឲ្យធៀបគ្នារយៈពេល 2-3 ថ្ងៃមកឥឡូវយើងចូលដល់ពីរបៀបរៀបចំធុងថៃយើងវិញជាទូទៅខ្ញុំដាក់ក្នុងធុងស្នោតែនេះដោយសារខ្ញុំចង់ថតជាវីដេអូអញ្ចឹងខ្ញុំក៏យកកែវយើងហ្នឹងដែលវាមានទំហំខ្ទង់ 2-3 តឹកហ្នឹងយកមកដាក់វិញអញ្ចឹងណាចំពោះទឹកវិញយើងដាក់ធម្មតាថ្នាំងដៃបានហើយដើម្បីងាយស្រួលថៃយើងក្នុងការមើលថែកូនហើយជាទូទៅគេដាក់រុក្ខជាតិទឹកមានចកមានស្រាយអញ្ចឹងណាតែដោយសារតែខ្ញុំបង្កើតនេះនៅក្នុងបន្ទប់ទេវាអត់សូវមានពលឺអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាអត់ដាក់ទេខ្លាចវាលួយដាក់តែ 2-3 ថ្ងៃទៅចកអីហ្នឹងវាងាប់លួយអស់ហើយអញ្ចឹងខ្ញុំដាក់តាដុំថ្មហើយខ្សាច់ហើយនឹងដុំស្នោមួយលើដើម្បីឲ្យឈ្មោះពងវាធ្វើពពុះក្នុងហ្នឹងអញ្ចឹងជាហ៊ានបន្ទាប់ទៀតយើងប្រឡែងឈ្មោះចូលមុនយើងដួសឈ្មោះដាក់ចូលថ្នមទៅដាក់ឲ្យវាស្គាល់ទីកន្លែងមុនមីញីអញ្ចឹងណាឲ្យដាក់ខ្ទង់មួយខ្ញុំវិញខ្ញុំដាក់តែខ្ទង់ 4-10 នាទីហើយខ្ញុំបន្ទាប់មកខ្ញុំដាក់មីញីចូលដោយដាក់កែវមីញីចូលក្នុងហ្នឹងអញ្ចឹងណាឲ្យវាធៀបគ្នារយៈពេល1ថ្ងៃទៀតសិនអញ្ចឹងនេះនៅពេលល្ងាចមុនហ្នឹងខ្ញុំដាក់ចូលពេលផឹកអញ្ចឹងអានេះពេលល្ងាចអញ្ចឹងឃើញថាឈ្មោះវាស្គាល់កន្លែងស្គាល់អីហើយខ្ញុំឃើញមានវាធ្វើពពុះមួយចំនួនច្រើនដែរនៅលើហ្នឹងចាំមើលតិចទៀតខ្ញុំថតបង្ហាញឲ្យមើលមានន័យថាវាស្គាល់កន្លែងស្គាល់ទីតាំងហើយអស់ហើយចាំតាខ្ញុំប្រឡែងមេទៅវានឹងប្រតិបត្តិការអញ្ចឹងនេះមើលពីរបៀបទីខំញ៉ែគ្នាបន្តិចទៅ
អញ្ចឹងនេះតែខំយើងខ្ញុំថតឲ្យចិត្តតិចទៅខាងលើនេះគឺពពុះវាធ្វើច្រើនពពុះវាធំហើយមើលទៅវាតាន់ល្អនេះថានិយាយទៅវាច្រើនថៃព្រៃទូចទេតែវាធ្វើពពុះនៅពេលដែលវាធ្វើពពុះចង់បង្កាត់អីវាធ្វើពពុះធំហើយវាងាយបែកទេពពុះហ្នឹងខ្ញុំបើកខ្ញុំនិយាយទៅខ្ញុំបើកទាំងហាលដែរតែវាអត់បែកចឹងវាថាឈ្មោះនេះវាធ្វើពពុះបានល្អសម្រាប់ការបង្កាត់ហ្នឹងហើយអញ្ចឹងនេះខ្ញុំថតពីលើរូបរាងពីលើរបស់ឈ្មោះយើងមើលទៅអែហ្មងកតុយក្រហមឆេះហើយខ្លួនផ្លេចពណ៌ខៀវអាឈ្មោះហ្នឹងវាសាច់កមួនប្រភេទសាច់រាងកមួនក្រហមហើយសម្រាប់មញីយើងវិញនេះបើមើលមៀតវានិយាយទៅវាមានពពុះវាធ្វើពពុះដែរអញ្ចឹងមានថាវាធៀមខ្លួនរួចរាល់សម្រាប់បង្កាត់ហើយបើមើលពីមៀតវិញមើលទៅមញីធំជាងអាឈ្មោះ2ដងអញ្ចឹងខ្ញុំចាប់ដើមដងមញីចេញហើយដងវាថ្នមបន្តិចទៅកុំឲ្យវាផ្អើលខ្លាំងបងឃើញទឹកហៀងល្អក់មានកតិចហ្នឹងដោយសារតែខ្ញុំគ្រាន់តែដងបូមទឹកចេញទេខ្ញុំអត់បានសូវclean វាទាំងអស់ទេដោយសារតែកែវហ្នឹងគឺកែវចាស់ទេហើយអញ្ចឹងនេះអាឈ្មោះបានដេញមញីឯងឃើញថាមញីក៏វាអត់សូវខ្លាចជាឈ្មោះម៉ានដែរដោយសារតែវាស្គាល់គ្នាពី3ថ្ងៃហើយយើងឃើញឈ្មោះវាអួតអីមេមែនតែវាដូចជាអត់ខាំមេទេគ្រាន់តែវាលក្ខណៈថាគៀងមេឲ្យចូលស្មុកអញ្ចឹងណាឥឡូវមេយើងចាប់ផ្ដើមចូលស្មុកហើយអញ្ចឹងនេះព្រឹកបន្ទាប់ឡើងខ្ញុំមកអ៊ុតមើលថាមិនអីអញ្ចឹងយើងឃើញថានោះពពុះសសនិយាយទៅនៅក្នុងពពុះអាសសហ្នឹងគឺជាពងបោយហើយវាគៀបហើយពងច្រើនទៀតណាពងឡើងពេញពពុះនឹងហ្មងអូនោះមើលបានអាឈ្មោះកំពុងតាមើលថែស្មុកវាចាប់ផ្ដើមធ្វើពពុះថ្មីទៀតដើម្បីជួយពពុះចាស់ដែលវាបែកទៅខ្លះអញ្ចឹងណាខ្ញុំឃើញមេដូចជាមញីនៅក្នុងនឹងដែរអញ្ចឹងប្រហែលជាអត់តាន់គៀបហើយទេមើលទៅអញ្ចឹងចាំមើលល្ងាចបន្តិចប្រហែលជាខ្ញុំត្រូវមើលម្ដងទៀតហើយខ្ញុំនឹងដកមេចេញហ្មងហើយនេះគឺជាព្រឹកថ្ងៃបន្ទាប់តពីម្សិលមិញណាវាគៀបពងអញ្ចឹងណាខ្ញុំឃើញមានហ្នឹងហើយកូននិយាយទៅពងហ្នឹងចាប់ផ្ដើមកម្រើកហើយឃើញសវើកតិចហ្នឹងវាចាប់ផ្ដើមញាស់ហើយវាហែវើកហ្នឹងនិយាយទៅបើសិនជាអត់មានអាឈ្មោះទេអាកូនហ្នឹងវាអាចធ្លាក់ទៅបាតខោមទៅវាអាចលងទឹកងាប់អញ្ចឹងណាអញ្ចឹងបានជាយើងទុកឈ្មោះមួយដើម្បីមើលថែពងហើយនេះគឺជាថ្ងៃទី3ហើយយើងឃើញថាកូនថៃយើងញាស់ហើយវានៅលើហ្នឹងហើយអញ្ចឹងខ្ញុំក៏បានដាក់
ចៃទឹកមួយចំនួនដាក់ចូលដែរដោយសារតាកូនថៃវាចេះហែមកអញ្ចឹងខ្ញុំដាក់ចៃទឹកចូលហ្មងទៅដើម្បីឲ្យបាស៊ីផងព្រោះអីគ្នាដាច់បាយ 2-3 ថ្ងៃដែរអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេនឹងអរគុណសម្រាប់បងប្អូនដែលតាមដានទស្សនាដល់ចប់ហើយថ្ងៃរងចាំទស្សនាភាគបន្ទាប់នៅពេលដែលកូនត្រីយើងអាយុខ្ទង់ 7-8 ថ្ងៃហ្នឹងខ្ញុំនឹងបលែកវាចូលក្នុងធុងធំហើយខ្ញុំទុកខ្លះដើម្បីថតបន្តអញ្ចឹងណាអរគុណជម្រាបលា